អូខេបាននៅវីដេអូនេះនឹងចែកម្លែកជូនបងប្អូនតទៅទៅនឹងវិធីសាស្ត្រក្នុងការថែបំពន់ចន្ទីបាទក្រោយពេលប្រមូលផលដើម្បីឲ្យចន្ទីរបស់យើងនឹងវាមានសមត្ថភាពអាចបាទចិញ្ចឹមផ្កាចិញ្ចឹមក្តឹបឲ្យវាកាន់ផ្កាកាន់ក្តឹបនឹងបានល្អបាទមិនជួបបញ្ហាក្រៀមជ្រុះបាទហើយបញ្ហាក្រៀមជ្រុះនេះគឺបងប្អូនជួបច្រើននៅបាទរដូវមុនបាទគឺឃើញថាផ្ការីកទៅក៏ជ្រុះបាទពេលប្រែប្រួលអាកាសធាតុតិចតួចអីចឹងទៅជ្រុះទៅហើយជាងការទៅផ្ការីកហើយកាត់ក្តឹបហើយក៏ជ្រុះទៀតបាទនេះគឺសិតតែជាបញ្ហាបង្កឲ្យបងប្អូនជួបនៅបញ្ហាការបរាជ័យក្នុងការផលិតចន្ទីបាទអញ្ចឹងនៅវីដេអូនេះគឺយើងនឹងទទួលបានពីវិធីសាស្ត្រក្នុងការបាទបង្ការពារនៅបញ្ហាទាំងអស់ហ្នឹងបាទអញ្ចឹងដើម្បីបង្ការគឺយើងត្រូវតែចាប់ផ្ដើមពីឥឡូវនេះទៅគឺក្រោយប្រមូលផលរួចបាទដែលយើងត្រូវធ្វើវាគឺទី1គឺការដាក់ជីគល់បាទអញ្ចឹងក្រោយប្រមូលផលរួចយើងត្រូវតែដាក់ជីគល់នៅកំឡុងខែ6ខែ7អីចឹងទៅបាទហើយបន្ទាប់មកទី2គឺយើងត្រូវតែធ្វើការកាត់តែងមែកក្រោយពេលយើងដាក់ជីគល់ហើយគឺយើងកាត់តែងមែកសម្អាតមែកឲ្យស្អាតដើម្បីឲ្យមានពន្លឺថ្ងៃចូលគ្រប់គ្រាន់កុំឲ្យវាមានជំងឺបាទតែកាលណាវាសើមរដូវភ្លៀងផងហើយវាសើមអញ្ចឹងវាអាចកើតជំងឺច្រើនអញ្ចឹងយើងធ្វើការកាត់តែងមែកឲ្យស្អាតបាទហើយទី3នោះបាទគឺយើងចាប់ផ្ដើមធ្វើនៅកំឡុងខែ8គឺយើងត្រូវធ្វើការបាញ់បញ្ចេញត្រួយថ្មីដើម្បីផលិតស្លឹកឲ្យបានគ្រប់គ្រាន់ដើម្បីត្រៀមក្នុងការបញ្ចេញផ្កាបាទអញ្ចឹងយើងបាញ់បញ្ចេញត្រួយថ្មីមកបាទផលិតស្លឹកបានមកយើងថែវាបានល្អដើម្បីឲ្យស្លឹកហ្នឹងវាមានសមត្ថភាពអាចផលិតអាហារស្តុកអាហារទុកទៅចិញ្ចឹមផ្កាចិញ្ចឹមក្តឹបបាទអញ្ចឹងយើងធ្វើបែបនេះចន្ទីរបស់យើងគឺវាធន់បាទមិនងាយជួបបញ្ហាខូចទេបាទដោយសារតែវាមានកម្លាំងគ្រប់គ្រាន់អញ្ចឹងពេលណាមានបម្រែបម្រួលអាកាសធាតុមកគឺវាអាចបាទសម្របតាមបានបាទអញ្ចឹងវាអត់អីទេបាទអញ្ចឹងក្រោយពេលដែលយើងបានផលិតស្លឹកបានហើយនៅពេលដែលបាទស្លឹកនឹងវាចាប់ផ្ដើមចាស់ឬក៏ជិតចាស់បងប្អូនធ្វើការបាញ់បាទបិទស្លឹកបាទរឿងទី4គឺយើងត្រូវធ្វើការបិទស្លឹកបាទហើយទន្ទឹមនេះផងដែរយើងបាញ់បិទស្លឹកផងគឺយើងត្រូវដាក់ជីគល់បាទដាក់ជីគល់បន្ថែមទៀតនៅវគ្គទី2បាទយើងដាក់ជីគល់បន្ថែមហើយបន្ទាប់មកនៅវគ្គទី5គឺយើងចាប់ផ្ដើមធ្វើនៅកំឡុងខែ10បាទពាក់កណ្ដាលខែ10អីចឹងទៅយើងមើលបើសិនជាវាអាកាសធាតុអំណោយផលបាទអាចឃើញថាសំណើមបរិយាកាសចុះទាបដីស្ងួតល្អគឺយើងចាប់ផ្ដើមធ្វើការបាញ់បញ្ចេញត្រួយផ្កាយកតែម្ដងបាទអញ្ចឹងនេះគឺជារឿងទី5ដែលយើងត្រូវធ្វើបាទហើយក្រោយពេលដែលយើងបានទទួលត្រួយផ្កាមកគ្រប់គ្រាន់ហើយគឺយើងធ្វើការថែបំពន់វាការពារបាទដោយប្រើប្រាស់ថ្នាំសត្វល្អិតថ្នាំជំងឺអីម្ដងម្កាលអញ្ចឹងទៅបាទអញ្ចឹងនេះគឺជារឿងដែលយើងត្រូវធ្វើដើម្បីទទួលបានជោគជ័យគឺយើងមានប៉ុណ្ណេះហើយនឹងមានរឿងបន្តទៀតប៉ុន្តែនេះគឺជារឿងសំខាន់ដែលយើងត្រូវធ្វើគឺមាន5នេះបាទទី1គឺដាក់ជីគល់បាទទី2កាត់តែងមែកទី3បាទបាញ់បញ្ចេញត្រួយផលិតស្លឹកបាទទី4គឺយើងដាក់ជីគល់គឺយើងធ្វើការបាញ់បិទស្លឹកដូចជា